ស្នេហាដើមស្រូវនៅភូមិដងទឹកដែលស្ថិតនៅក្នុងខេត្តបាត់ដំបងមានគ្រួសារមួយដែលមានជីវភាពមធ្យមរស់នៅដែលពឹងលើការធ្វើស្រែចម្ការសុផលជាកូនប្រុសច្បងរបស់គ្រួសារដែលមានវ័យ27ឆ្នាំមានរូបរាងសង្ហាហើយជាមនុស្សដែលមានចិត្តស្មោះត្រង់នៅពូកែខាងធ្វើស្រែចម្ការក្រោយពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភ្នំពេញគាត់បានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញដើម្បីជួយឪពុកម្ដាយក្នុងការងារកសិកម្មរចនាជាគ្រូបង្រៀនបឋមសិក្សាក្នុងភូមិមួយមិនឆ្ងាយពីភូមិដងទឹកនាងមានវ័យ25ឆ្នាំមានរូបស្អាតស្រស់មានចិត្តល្អនិងស្រឡាញ់ក្មេងៗណាស់មិនត្រឹមតែបង្រៀនសិស្សនៅសាលាប៉ុណ្ណោះទេនាងថែមទាំងតែងតែជួយបងប្អូនក្នុងភូមិរៀនបន្ថែមដោយមិនយកលុយផងដែរសារុនជាមិត្តចាស់របស់សុផលហើយជាកូនអ្នកមីម្នាក់នៅក្នុងស្រុកគាត់មានអាយុ28ឆ្នាំហើយទើបតែត្រឡប់មកពីបរទេសក្រោយពីបានបញ្ចប់ការសិក្សាគាត់គឺជាមនុស្សដែលមានមហិច្ឆតាខ្ពស់និងចង់ពង្រីកអាជីវកម្មគ្រួសារឲ្យកាន់តែធំម៉ៅជាឪពុករបស់សុផលជាកសិករដ៏ឆ្នើមមួយរូបក្នុងតំបន់ដែលមានចំណេះដឹងខាងកសិកម្មប្រពៃណីជាច្រើននារីជាម្ដាយរបស់សុផលជាស្ត្រីដែលមានចិត្តល្អនិងតែងតែជួយអ្នកភូមិជុំវិញសុខាជាប្អូនស្រីរបស់សុផលអាយុ20ឆ្នាំដែលកំពុងរៀននៅសាកលវិទ្យាល័យក្នុងខេត្តរឿងរ៉ាវចាប់ផ្ដើមនៅពេលដែលរចនាបានចូលរួមកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនអំពីកសិកម្មដើម្បីយកចំណេះដឹងទៅបង្រៀនសិស្សនាងបានទៅសុំការណែនាំពីសុផលដែលត្រូវបានគេស្គាល់ថាជាកសិករវ័យក្មេងដែលមានចំណេះដឹងទំនើបជាមួយគ្នានេះសារុនក៏បានត្រឡប់មកស្រុកដោយមានគម្រោងទិញដីធ្វើចម្ការកសិកម្មទំនើបហើយក៏បានសុំយោបល់ពីសុផលដែររាល់ពេលដែលរចនាទៅជួបសុផលនាងតែងតែមានអារម្មណ៍ចាប់ចិត្តនឹងភាពស្មោះត្រង់និងការលះបង់របស់គាត់ចំពោះគ្រួសារនិងការងារកសិកម្មចំណែកសុផលវិញក៏មានអារម្មណ៍ស្រឡាញ់រចនាដែរតែគាត់មិនហ៊ានបង្ហាញចិត្តដោយសារគាត់គិតថាខ្លួនជាកសិករធម្មតាសារុនដែលបានគាត់សម្គាល់ឃើញពីទំនាក់ទំនងរវាងសុផលនិងរចនាក៏ចាប់ផ្ដើមមានចិត្តចង់បានរចនាដែរហើយគាត់បានប្រើប្រាស់ទ្រព្យសម្បត្តិនិងឋានៈរបស់គាត់ដើម្បីទាក់ទាញចិត្តរចនាគាត់បានសន្យាថានឹងជួយឧបត្ថម្ភសាលារៀនរបស់រចនានិងផ្ដល់ការងារល្អប្រសើរឲ្យនាងស្ថានភាពកាន់តែស្មុគស្មាញនៅពេលដែលគ្រួសាររបស់សុផលជួបបញ្ហាខ្វះខាតទឹកសម្រាប់ធ្វើស្រែដោយសារការស្ថាបនាគម្រោងវារីអគ្គិសនីនៅផ្នែកខាងលើនៃទន្លេសារុនបានឆ្លៀតឱកាសនេះដើម្បីស្នើទិញដីរបស់គ្រួសារសុផលដោយនិយាយថាគាត់នឹងជួយឲ្យពួកគេមានជីវភាពល្អប្រសើរម៉ៅនិងនារីមានការព្រួយបារម្ភនិងគិតថាប្រហែលជាពួកគាត់គួរតែលក់ដីខណៈដែលសុខាមិនចង់ឲ្យលក់ដីដែលជាគេដំណើរគ្រួសារតតែសោះសុផលបានប្រឹងប្រែងរកដំណោះស្រាយដោយបានសិក្សាអំពីប្រព័ន្ធស្រោចស្រពទំនើបដែលអាចសន្សំសំចៃទឹកគាត់បានតាក់ទងអង្គការក្រៅរដ្ឋាភិបាលមួយដែលជួយកសិករខ្នាតតូចហើយបានទទួលជំនួយបច្ចេកទេសរចនាក៏បានជួយសុផលក្នុងការសរសេរគម្រោងស្នើសុំជំនួយនិងបានប្រមូលកសិករក្នុងភូមិឲ្យចូលរួមគាំទ្រការប្រឹងប្រែងរបស់សុផលនិងរចនាបានទទួលជោគជ័យហើយអង្គការនោះបានយល់ព្រមផ្ដល់ជំនួយក្នុងការស្ថាបនាប្រព័ន្ធស្រោចស្រពទំនើបសម្រាប់ភូមិទាំងមូលសារុនមានការខកចិត្តយ៉ាងខ្លាំងហើយបានព្យាយាមបង្កឧបសគ្គផ្សេងៗតែគ្រប់គ្នាក្នុងភូមិបានរួបរวมគ្នាដោះស្រាយ
តាមរយៈបទពិសោធន៍នេះរចនានិងសុផលបានកាន់តែស្និទ្ធស្នាលគ្នាហើយទីបញ្ចប់សុផលក៏បានប្រកាសស្នេហារបស់គាត់ចំពោះរចនាក៏បានទទួលស្នេហារបស់សុផលដោយនិយាយថានាងស្រឡាញ់គាត់ដោយសារភាពស្មោះត្រង់ការលះបង់និងស្នាមញញឹមដ៏កក់ក្ដៅរបស់គាត់ក្រោយមកសារ៉ុនបានដឹងខ្លួននិងបានទទួលស្គាល់កំហុសរបស់គាត់ហើយបានសម្រេចចិត្តជួយភូមិនេះតាមរបៀបផ្សេងដោយបានបង្កើតសហគមន៍កសិកម្មដែលជួយណែនាំកសិករឲ្យប្រើបច្ចេកទេសទំនើបដែលរក្សាបាននូវបរិស្ថាននៅចុងបញ្ចប់នៃរឿងសុផលនិងរចនាបានរៀបការជាមួយគ្នានិងបានបន្តធ្វើកសិកម្មតាមបែបប្រពៃណីផ្សំជាមួយបច្ចេកទេសទំនើបពួកគេបានក្លាយជាគំរូសម្រាប់កសិករវ័យក្មេងក្នុងតំបន់ខណៈដែលស្នេហារបស់ពួកគេបានលូតលាស់ដូចជាដើមស្រូវដែលពួកគេដាំដុះដោយក្តីស្រឡាញ់និងការយកចិត្តទុកដាក់